Ok, bà xong chùm riêng xua bóng phồn sang chết thầm mình đang tiết ngày ní dương vô một chuộc kia chỉ mùi nâng khiêm bát bồ rênh mình đang tiết hơi đầm bay nâng riêng ở phía xa ông khලệ bần ta tiết hơi bóng phồn bàn riêng bị chỉ tràn rồi một hơi chỉ mùi nâng khiêm chỉ mùi nâng mê riêng môn môn hơi ngày ní khiêm kết hà bóng phồn bàn riêng bị khạc lá chạy hà rồi một hơi hơi bà hai chị bóng phồn kết thẳngខ្ញុំចង់ចេះលេខអត់ទាន់ចេះលេខទេថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនឲ្យចេះអំពីលេខតែម្ដងណាដែលលេខជារៀងរាល់ថ្ងៃយើងអានថា1 2 3 4 5ហ្នឹងហើយពាក្យភាសាអង់គ្លេសហៅថា cardinal numbers cardinal number ហ្នឹងយើងប្រែថាលេខខាបើហើយជាបងប្អូនអត់ដឹងថាយើងរាប់1 2 3 4 5 6ហ្នឹងអត់ដឹងថាលេខអីទេយើងគ្រាន់តែដឹងថាលេខតែប៉ុណ្ណឹងប៉ុន្តែឈ្មោះរបស់វាគេហៅថាលេខខាហ្នឹងមានន័យថាយើងរាប់1 2 3 4 5 6 7អីចឹងទៅអាហ្នឹងយើងជាចំនួនលេខដែលយើងរាប់ជារៀងរាល់ថ្ងៃហើយលេខហ្នឹងគឺយើងហៅថាលេខខាហើយសម្រាប់លេខទីឧទាហរណ៍ថាទី1ទី2ទី3យើងដូចជាយើងប្រើប្រាស់នៅក្នុងថ្ងៃទីអញ្ចឹងឧទាហរណ៍ថាថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ថ្ងៃទី4អាហ្នឹងគឺខ្ញុំមាននៅមេរៀនក្រោយមួយទៀតប៉ុន្តែថ្ងៃនេះគឺខ្ញុំបង្រៀនឲ្យបងប្អូនចេះលេខខានេះសិនគេហៅថា cardinal number អាហ្នឹងជាភាសាអង់គ្លេសហើយលេខសម្រាប់ថ្ងៃទីគឺយើងហៅជាភាសាអង់គ្លេសហៅថា ordinal number ហ្នឹងគឺមានន័យថាយើងនិយាយអំពីលំដាប់លេខមានន័យថាថ្ងៃទី1ទី2ទី3អីអញ្ចឹងទៅណាប៉ុន្តែថ្ងៃនេះគឺយើងរៀនអំពីលេខខាសិនយើងរៀនអំពី cardinal number សិនណា cardinal number បងប្អូនអានតាមខ្ញុំ cardinal number ហើយបងប្អូនពេលណាបងប្អូនរៀនទៅបងប្អូនចេះពាក្យលេខចេះនិយាយអំពីលេខបងប្អូនអាចដឹងអំពីចំនួនលេខដែលយើងចង់និយាយហើយពីព្រោះបើសិនជាយើងអត់ចេះលេខយើងអត់ដឹងថាពេលគេសួរចំនួនយើងប្រមាណអីប្រមាណអញ្ចឹងយើងអត់ដឹងថាឧទាហរណ៍ថាគេសួរយើងថាថ្ងៃនេះមានឧទាហរណ៍ថាអ្នកមានប៊ិចប្រមាណដើមអញ្ចឹងទៅហើយយើងអត់ដឹងថាម៉េចប៉ុន្តែយើងមាន3ដើមប៉ុន្តែយើងអត់ដឹងប្រាប់គេថាម៉េចយើងអត់ដឹងប្រាប់គេថាម៉េចអញ្ចឹងមានតែអត់ចេះមានតែអត់ប្រាប់គេឬក៏លើកបង្ហាញគេតែម្ដងប៉ុន្តែដើម្បីឲ្យបងប្អូនចេះគឺ3ឧទាហរណ៍ថា3យើងប្រាប់គេថា3អញ្ចឹងទៅហើយដល់2យើងប្រាប់គេថា2អញ្ចឹងទៅឬក៏1អីអញ្ចឹងទៅណាអូខេហើយឥឡូវនេះយើងនឹងរៀនតែម្ដងដើម្បីកុំឲ្យខាតពេលយូរហើយពេលណាបងប្អូនចេះទៅស្រួលក្នុងការប្រាប់ដល់គេហើយយើងចេះដល់100 200 300 400 1000 2000 10000ហ្នឹង1លានអីអញ្ចឹងទៅដើម្បីឲ្យយើងអាចកណនាបានអូខេហើយឥឡូវកុំឲ្យខាតពេលយូរគឺយើងចូលទៅតែម្ដងណាលេខរបស់យើងនេះខ្ញុំបានដាក់អំពី1ដល់10 1 2 3 4 5 6 7 8 9 10 10ហ្នឹងយើងភាសាខ្មែរយើងរាប់ថា1 2 3ប៉ុន្តែភាសាអង់គ្លេសខ្ញុំសរសេរនេះណាខ្ញុំសរសេរឲ្យហើយនេះពាក្យថាពាក្យ1គឺហៅថា one ស្មើនឹង1បងប្អូនអានថា one បើសិនជាបងប្អូនគ្រាន់តែសរសេរលេខនេះក៏បានដែរមិនបាច់សរសេរអក្សរនេះក៏បានដែរយើងសរសេរតែលេខនេះទៅក៏គេដឹងដែរមានន័យថា1គឺស្មើនឹង1ប៉ុន្តែបើជាសរសេរជាអក្សរគឺត្រូវតែសរសេរអញ្ចេះណាបងប្អូនសរសេរថា O N E ស្មើនឹង1ស្មើនឹង1មួយទៀតយើងតា2គឺស្មើនឹង2បើភាសាខ្មែរយើង2គឺយើងនិយាយជាភាសាអង់គ្លេសថាtwo ណាមួយទៀត3 1 2 3គឺយើងអានថា 3 ណា
ហើយមួយទៀត4អង់គ្លេសអានថា four ឬក៏អ្នកខ្លះគេអានថា four ភាសាខ្មែរយើង four ប៉ុន្តែភាគច្រើនយើងកុំអាន four ឯងវាអត់សូវត្រូវពេកទេគឺយើងអានថា four មានន័យថារៀងសង្កត់សំឡេង four យើងកុំអា four ពេកអា four យើងអានថា four វាដូចស្រាលដែរប៉ុន្តែភាគច្រើនខ្ញុំស្ដាប់សំឡេងភាសាជនជាតិគេអានថា four អូខេអញ្ចឹងបងប្អូនកត់ទៅទាំងអស់ហ្នឹង one 1 two 2 three 3 four 4មួយទៀត5យើងអានថា five អូខេ five ហើយអ្នកខ្លះទៀតនិយាយទៅភាសាអង់គ្លេសគឺមានអ្នកខ្លះគេអាន five អ្នកខ្លះគេអាន five អ្នកគេអានថា five អញ្ចឹងទៅប៉ុន្តែខ្ញុំបង្រៀនឲ្យបងប្អូនពីព្រោះខ្ញុំអានអញ្ចឹងដែរខ្ញុំអានថា five 5ណា five ប្រែថា5 five ទី6 six យើងអានដល់ទៀត one two three four five six បងប្អូនអានថា six នេះប្រែថា6ណា six 6មួយទៀតយើងអានថា seven ប្រែថា7ភាសាខ្មែរយើងប៉ុន្តែភាសាខ្មែរយើងអាន7អ្នកខ្លះអានថា7អូខេមិនតែអត់ជាខុសទេពីព្រោះយើងស្ដាប់បានដូចគ្នា7ប្រែថា7មួយទៀត8នឹងបងប្អូនបញ្ចេញខ្យល់ថឹកខាងក្រោយផងបញ្ចេញសំឡេង8ប្រែថា8ហើយមួយទៀត9ប្រែថា9មួយទៀត10យើងអានថា 10អ្នកខ្លះគេអានថា10អត់ជាខុសទេពីព្រោះគេស្ដាប់បានដូចគ្នាប៉ុន្តែខ្ញុំបាននាំបងប្អូនអានថា10ប្រែថា10អូខេឥឡូវយើងចេះពី1ដល់10ហើយបងប្អូនយើងចេះ1 1 2 2 3 3 4 4 5 5 6 7 7 8 8 9 10 អូខេ10អូខេឥឡូវនេះយើងចូលបន្តទៅទៀតយើងរៀនអំពី11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 1
đập buồn ai nâng cho một phây bàn tay ta cho một phây dương riêng tầm phần này sẵn đọc mùi dương an tha 11 mà nâng đọc mùi đọc pi phía sau lấy tha 12 ok 12 tí đọc pi đọc pi tí đọc bấy dương an tha 13 men 30 นะបងប្អូនបើ30 30ប៉ុន្តែយើងអានថា 13 ហើយដូចខ្ញុំប្រាប់ចឹងនៅក្នុងភាសាអង់គ្លេសគឺអ្នកខ្លះគេបញ្ចេញសំឡេងច្រើនខុសគ្នាអញ្ចឹងទៅអ្នកខ្លះគេអាន 13 អ្នកខ្លះគេអានថា 13
13 nè an nè class cái an tha 13 nè class cái an tha 13 nè cái do sầm lên thi ní mà nâng so ro 13 13 tại nhóm bom ô này an tha 13 13 13 13 ប្រែថា13 អូខេឥឡូវយើងអានពី11ដល់13យើងអានថា 11 12 13 ណា 13 13 ប្រែថា13មួយទៀតយើងអានថា 14 14 14 14 ណា 14 ប្រែថា14ហើយមួយទៀតយើងអានថា 15 15 នេះទី15ណាបងប្អូនយើងអានថា 15 15 15 មួយទៀត16 16 16 16 ឬក៏យើងអានថា16 16 ប៉ុន្តែយើងអានសំឡេងអក្សរខ្សមានន័យថាសំឡេងអក្សរសិតនេះសំឡេងអក្សរ x នេះយើងអានថាហជាងសសជាមួយនឹងធជាមួយនឹងអក្សរ t យើងមកយើងអានថា 16 16 16 អូខេ 16 16 ប្រែថា16ហើយយើងអានមួយទៀត 17 17 17 17 ប្រែថា17ហើយ 18 18 18 18 ប្រែថា18ហើយមួយទៀតយើងអានថា 19 19 19 19 19 អូខេអានេះគឺយើងយកវាខុសនិយាយទៅអា13 14 15 16 17 18 19 នេះគឺយើងយកក្បាលយកអក្សរហ្នឹងហើយយើងបន្ថែមមានន័យថាដូចជា 14 អញ្ចឹងយើងគ្រាន់តែដាក់ 4 ហើយថែម 10 មកគឺទៅជា14ណា13យើងដាក់ 13 ថែមតែ 10 ពីក្រោយមកទៅជា13អានេះក៏ដូចគ្នាចាប់ពី13 14 15 16ហ្នឹងគឺដូចគ្នាខុសគ្នាតែលេខ11គេដាក់ 11ហើយនឹងលេខទី12គេនិយាយថា 12 តែប៉ុណ្ណឹងអូខេអានេះខ្ញុំសង្ឃឹមថាបងប្អូនយល់ហើយនៅលេខទាំងអស់ហ្នឹងអូខេឥឡូវយើងអានទាំងអស់គ្នា 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 ហើយពាក្យចុងក្រោយគឺយើងនិយាយអំពីពាក្យថា20អូខេ20គឺយើងប្រើថា20ហើយក៏ចាប់ពី20នេះទៅមានន័យថាចាប់ពី20ទៅគឺយើងប្រើ20ទាំងអស់ឧទាហរណ៍ថា21 20យើងប្រើពាក្យថា20ប៉ុន្តែដល់ពេល21គឺយើងប្រើពាក្យថា20បូកនឹង1នេះ21ណាដូចជាខ្ញុំឧទាហរណ៍នេះថាយើងដាក់អក្សរ20មកហើយបូកមកបងប្អូនចង់បូកលេខម៉ានឧទាហរណ៍ថាយើងដាក់25យើងដាក់25យើងសរសេរលេខអក្សរ5នៅឡើយនេះមកណាហើយឧទាហរណ៍ថា24យើងដាក់24យើងដាក់អក្សរ4នៅខាងក្រោយនេះមកអញ្ចឹង21 22សរសេរលេខ2មក23សរសេរលេខ3មក24សរសេរលេខ4នេះមក25សរសេរលេខ5នេះមក26 26សេលេខ6មក 27 27 28 29អានេះដល់ត្រឹម29ទេមានន័យថាពាក្យថា20នេះគឺបូកទាំងអស់គឺយកមកបើ1គឺយើងបូក1បើ2យើងបូក2
ហើយបើ3យើងបូក3អញ្ចឹងទៅណាតគ្នារហូតប៉ុន្តែយើងយកមានន័យថាអក្សរដើមវាទាំងអស់ហ្នឹងអក្សរដើមវាតាំងពី1រហូតដល់9ហ្នឹងគឺអក្សរដើមរបស់វាហ្នឹងយកមកបន្ថែមជាមួយនឹងកន្ទុយក្រោយនេះយើងដាក់21 22 23 24 25 26 27 28អញ្ចឹងមកហ្នឹងគឺយើងនិយាយអំពីពាក្យ20វាខុសគ្នាអំពីពាក្យថា10គឺប្រើពាក្យ13 14ប៉ុន្តែដល់ពេល20គឺគេប្រើបូកវិញគេប្រើ20 20 21 21 22 22ណាហើយរហូតដល់29ហើយបន្ទាប់មកគឺ30ក៏ដូចគ្នា30ប្រែថា30បងប្អូនអានតាមខ្ញុំ30ណា30ដល់ពេលយើងអានពាក្យថា31យើងអានថា31នេះបូក1 31 30ពាក្យ30ពេញដដែលប៉ុន្តែ1គឺថែម1បើ2គឺថែម2ទីហៅថា32ប្រែថា32ដល់ពេល33នេះយកអាកតុយ3ហ្នឹងនិយាយទៅដូច20នេះអញ្ចឹង21 22 23ដល់ពេល30យើងយកពាក្យថា30នេះមកបូក1 31 31 32 32 33 33 34 34 35 35អញ្ចឹងទៅ36 36 37 37 38 39ណាហើយបន្ទាប់មកទៀតយើងមានពាក្យថា40ដល់ពេលដែល39ហើយចូល40ហើយចូល40គឺយើងអានថា40ឧទាហរណ៍ថា31 32 33 រហូតដល់39ហើយ39ហើយគឺយើងចូលដល់40យើងប្រែថា40ដល់ពេលយើងចង់ពាក្យប៉ុន្តែពេលយើងចូលដល់40គឺយើងសរសេរខុសអំពីពាក្យថា14ហើយនឹង4របស់យើងគឺយើងសរសេរអក្សរមាន U ប៉ុន្តែសម្រាប់នេះ U បងប្អូននេះ U នេះនេះ4នេះ4ណាហើយ14ក៏មាន U ដែរណា14ក៏មាន U ដែរប៉ុន្តែសម្រាប់ពាក្យថា20សម្រាប់40ពាក្យថា40គឺអត់មាន U ទេយើងសរសេរត្រឹមតែ FORTY ណាហ្នឹងគឺប្រែថា40អានថា40ប្រែថា40ដល់ពេលយើងចង់និយាយថា41ដូចគ្នាជាមួយនឹង20ហើយនឹង30អញ្ចឹងយើងថែមទៀតមក41 42 42ណា2នេះដល់ពេល43យើងដាក់43ណាហើយ45 44នេះគឺ44 44លេខគូ44 45 46 47 48 49រហូតដល់49ហើយបានយើងដាក់មក50ណា50ប្រែថា50 50ដល់ពេលសំទោស51ប្រែថា51 51ដល់ពេល50ដល់ពេល52យើងប្រើ52និយាយទៅគឺបូកទាំងអស់បងប្អូនដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺចាប់ពី20រហូតដល់90គឺបូកទាំងអស់ហើយតែមានពាក្យ1 2 3ខាងក្រោយឧទាហរណ៍ថាពាក្យ51យើងប្រើពាក្យ51ដល់ពេល52 52 53 53 54 54 55 55ចឹងទៅបូករហូតណាបងប្អូនបូករហូតទៅដល់40រហូតដល់60នេះប្រែថា60អញ្ចឹងបន្ទាប់ពី51 52រហូតដល់59ហើយចូល60ប្រែថា60ដល់ពេលយើងប្រើ61យើងដាក់ថា61
61 62 62 ដល់ពេល63 63 64 64 65 65 66 66 67 67 68 68 69 69 ហើយបន្ទាប់មកទៀតគឺ70 70ប្រែថា70ណាបងប្អូន70 70សូមបងប្អូនអានតាមចំណងគ្នា70នេះ70ឥលើនេះ60 60នេះ70 70 មែនធីនទេណាបងប្អូនណាពេលខ្លះយើងច្រឡំគ្នាអាធីហើយនឹងធីនហ្នឹងអាមួយ70 10 17 17ប៉ុន្តែ70គឺស្មើនឹង70ដល់ពេលយើងដាក់71 71 72 73 74 75ដូចដើម្បីដែលខ្ញុំប្រាប់បងប្អូនអាចំណុចមុនជា61 62ដល់ពេល71 71 72 72 73 73 74 74 75 75 75 76 76 77 77 78 78 79 79ហើយដល់80ណា81 781 81 81ដូចគ្នារាប់81 82 83 84រហូតដល់89យើងចូលដល់90ដងណា90 90ប្រែថា90បងប្អូនអានតាមខ្ញុំ90 90អូខេឥឡូវយើងអាន60 60 60 60 70 70 70 70 80 80 80 80 90 90 90 90ដល់ពេលយើងអានថា91 91 92 92 93 94 95 97 96 97 98 98 99 99ហើយ100ណាអានេះយើងប្រើពាក្យថា100ទេនេះនៅកន្លែងនេះយើងអានថា100ឬក៏បើ1អញ្ចឹង100ពាក្យថា100 100យើងប្រើពាក្យថា100 100ឬក៏100ប៉ុន្តែភាគច្រើនគឺគេប្រើ100ស្មើ100ប៉ុន្តែឧទាហរណ៍ថាយើងចង់និយាយថានេះដូចខ្ញុំដាក់ហ្នឹង190មានន័យថា109អានេះគឺបូកដូចខ្ញុំប្រាប់បងប្អូនដូចពាក្យនេះដែរគឺយើងយក100ឧទាហរណ៍ថាបើវា109យើងដាក់190បើសិនជា191 191ណាបងប្អូន191ឬក៏100ឧទាហរណ៍ថាឥឡូវ120 120ណា120ឬក៏123 123អញ្ចឹងវាស្រួលវាមានលក្ខណៈងាយស្រួលយើងគ្រាន់តែយកចំណុចដំបូងហើយបូកជាមួយនឹងអាចចំណុចបន្ទាប់មានន័យថាលេខយើងបូកលេខចូលគ្នាឧទាហរណ៍ថា100យើងបូក20ទៀតមកយើងបូក20មកយើងដាក់120នឹង120ណាដូចខ្ញុំឧទាហរណ៍នៅនេះគឺ190 ហ្នឹងគឺស្មើនឹង109មានន័យថា100នេះ100 90នេះ90អញ្ចឹងវាស្មើនឹង190ហើយយើងអានថា190អូខេត្រង់ចំណុចហ្នឹងខ្ញុំសង្ឃឹមថាបងប្អូនយល់ហើយបើសិនជាបងប្អូនអត់យល់បងប្អូនមើលវីដេអូហ្នឹងសារចុះសារឡើងទៅបងប្អូនចាំហើយណាអូខេឥឡូវអានតាមខ្ញុំទាំងអស់គ្នាម្ដងទៀត60 70 80 90 100
100 ឲ្យតែបងប្អូនឃើញ100គឺស្មើនឹង100ចុះបើ200បងប្អូនដាក់លេខ2ខាងមុខនេះមកបងប្អូនដាក់200ចុះ300បងប្អូនដាក់300 400 500 600 អញ្ចឹងទៅបើ800បងប្អូនដាក់800ណាបើ600បងប្អូនដាក់600 6នៅពីមុខនេះ100មកស្មើនឹង100ហើយ600ហើយបើបងប្អូនមានចម្ងល់សូមខមមិននៅខាងក្រោមសួរខ្ញុំអ្វីដែលខ្ញុំអាចឆ្លើយប្រាប់បានខ្ញុំនឹងឆ្លើយប្រាប់បងប្អូនទាំងអស់គ្នាប៉ុន្តែសម្រាប់ពេលគឺខ្ញុំអត់កំណត់ទេវាអាចយូរឬក៏ចាប់ណាបងប្អូនពីព្រោះពេលខ្លះខ្ញុំមានលក្ខណៈមួយគេហៅថាមិនសូវស្រួលខ្លួនឬក៏រវល់អីអញ្ចឹងទៅអូខេអរគុណច្រើនហើយបន្ទាប់មកទៀតយើងរៀនអំពីពាក្យថា100នេះ100ចុះដល់ពេល1000បងប្អូនអានថាម៉េចគេហៅថានេះមាន200 200 100 100 200 200 300 300អញ្ចឹងទៅហើយដល់ពេល1000យើងនិយាយហៅថា 1000 ណា 1000 នេះប្រែថា 1000 ដល់ពេលឧទាហរណ៍ថាយើងប្រើថា 2000 យើងដាក់ 2000 2000 ដល់ពេល3000យើងដាក់ 3000 គឺមានន័យថាយើងយកអក្សរ1 2 1 2នេះដាក់តែពីមុខ 1000 នេះមកគឺស្មើនឹងចំនួនប្រមាណហើយបងប្អូនចង់បាន5000បងប្អូននិយាយថា 5000 5000 ចុះបើបងប្អូនថា10000គឺយើងវាអត់មានលេខ10000ទេនៅក្នុងភាសាអង់គ្លេសគឺអត់មាន10000ទេគឺលេខ10000គឺគេសរុបនៅកន្លែង 1000 នេះឯងណាគឺយើងយក10,000 គឺស្មើនឹង 10000 ហើយ 10,000 គឺស្មើនឹង 10000 ប៉ុន្តែសម្រាប់ពាក្យ 10000 គឺអត់មាននៅក្នុងភាសាអង់គ្លេសទេពាក្យ 10000 អត់ដូចខ្មែរយើងទេខ្មែរយើងគឺមានពាក្យថា100,000ហើយ1000ហើយ100,000មាន 100000 1000ហើយ10000ច្រឡំសំទោស1000ហើយ10000ប៉ុន្តែភាសាអង់គ្លេសគឺអត់មាន1000ហើយ10000ដូចយើងទេគឺមានតែ100ហើយ1000 100ហើយ1000ណា100ហើយ1000តែម្ដងអត់មាន100 1000 អត់មាន10000ទេ100,000 លានតែម្ដង100,000 លាននឹងនៅក្នុងភាសាអង់គ្លេសប៉ុន្តែភាសាខ្មែរយើងគឺមាន1000 10000 សែនហើយបន្លានណាប៉ុន្តែភាសាអង់គ្លេសគឺមានត្រឹមតែ1000 2000 2000 3000 4000 1000 2000 3000 4000 5000 រហូតដល់ 10000 គឺ 10,000 គឺ 10000 ហើយយើងអានទៅណាអានដល់ខ្ញុំឡើងទៀត 1000 ណា 1000 គឺ 1000 1000 2000 3000 1000 2000 3000អូខេហើយមួយទៀតគឺ1លានតែម្ដងណាពាក្យថា1លានគឺ million ប្រែថា1លានទីហោ1 million 1លាន2 million 2លាន3 million 3លាន4 million 4លានអញ្ចឹងទៅណាគឺមានន័យថាបូកជាមួយនឹងលេខតួលេខដែលយើងមានហើយបូកជាមួយនឹងលាននេះមកគឺវាស្មើនឹងចំនួនដែលយើងចង់បានហើយឧទាហរណ៍ថាយើងចង់បាន5លានយើងចង់និយាយថា5លានយើងសេ5 million នេះគឺស្មើនឹង5លានហើយណាបងប្អូនបើសិនជាបងប្អូនចង់និយាយថា3លានយើងសរសេរថា3 million ណា3 million គឺស្មើនឹង3លានប៉ុន្តែពាក្យថាលានគឺ million ភាសាអង់គ្លេសហៅថា million 1000
អង់គ្លេសហៅថា thousand ហើយនឹង100អង់គ្លេសហៅថា hundred 100 1000 100 100 200 200 1000 1000 million 1លានណាហើយនឹងមានពាក្យមួយទៀតគឺ1000លាន1000លាននេះគឺស្មើនឹង1លាន1000ដងហើយបងប្អូនចំណាំទៀតនេះបងប្អូនគាត់ក៏លេខឃើញបងប្អូនដឹងដែរពេលខ្លះយើងនៅចាំដល់រាប់ឧទាហរណ៍ថារី10 100 1000 10000 សែនលានអញ្ចឹងទៅហើយអានេះលានកោតពាក្យខ្មែរយើងហៅថាកោតហើយលើសពីកោតទៀតខ្ញុំអត់ដឹងអីទៀតដែរប៉ុន្តែគ្រាន់តែខ្ញុំដឹងតែពាក្យថាកោតអញ្ចឹងបើសិនជា1000លានគឺស្មើនឹង100កោត100លាន1000លានច្រឡំស្មើនឹង1000លាន1000លាននេះគឺស្មើនឹង billion ភាសាអង់គ្លេសហៅថា billion នេះបងប្អូន billion ស្មើនឹង1000លាន1000លាននេះនៅក្នុងភាសាខ្មែរយើងគេហៅថាមាន1លានហ្នឹងចំនួន1000ដងណា1000ដងបានស្មើនឹង1លានបានស្មើនឹង billion នេះមួយអូខេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយល់ហើយ billion នេះគឺស្មើនឹង1000លានហើយ million នេះគឺស្មើនឹង1លាន thousand នេះស្មើនឹង1000 100 នេះស្មើនឹង100អូខេអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនយល់ហើយត្រង់ចំណុចទាំងអស់នេះហើយបើសិនជាបងប្អូនអត់យល់ដូចខ្ញុំប្រាប់អញ្ចឹងបងប្អូនសរសេរនៅក្នុង comment របស់បងប្អូនមកចាំឲ្យខ្ញុំមកជួយឆ្លើយប្រាប់ហើយបើសិនជាកន្លែងណាដែលខ្ញុំអត់ចេះក៏ខ្ញុំព្យាយាមនឹងឆ្លើយប្រាប់បងប្អូនដែរដោយខ្ញុំស្វែងរកនៅគេហៅថា search បន្តទៀតណាហើយឥឡូវនេះគឺខ្ញុំសង្ឃឹមថាបងប្អូនអាចយល់នៅមេរៀនទាំងអស់ហ្នឹងហើយខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចាំនៅចំណុចទាំងអស់ហ្នឹងប៉ុន្តែដើម្បីឲ្យចាំបានសូមបងប្អូនរៀនអានហើយសរសេរដូចគ្នាណាឧទាហរណ៍ថា1 2 3បងប្អូនតិចរាល់ថ្ងៃអញ្ចឹង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 រហូតមកដល់30 31 32រហូតដល់40 41 42 43 51 52 53អញ្ចឹងមករហូតដល់100 200ហ្នឹងមកដល់300 400អាហ្នឹងស្រាប់តែបងប្អូនបន្ថែមទៀតទេហើយបន្ទាប់មកគឺបងប្អូននិយាយពាក្យ thousand 1000ហើយនឹង million 1លានហើយនឹង billion ស្មើនឹង1000លានអូខេបងប្អូនទន្ទិញឲ្យចាំនៅលេខទាំងអស់ហ្នឹងមកដើម្បីងាយស្រួលកាលណាបងប្អូនចេះនៅលេខទាំងអស់ហ្នឹងហើយពេលបងប្អូនចង់និយាយប្រមាណគឺបងប្អូនអាចនឹងដឹងតែម្ដងមានន័យថាបងប្អូនសរសេរឲ្យបូកចូលគ្នាឧទាហរណ៍ដូចគេថា105អញ្ចឹងយើងអត់ដឹងនិយាយមួយគេថាម៉េចទេប៉ុន្តែបើសិនជាយើងដឹងថាយើង105ហ្នឹងយើងដឹងជាលេខជាភាសាអង់គ្លេសយើងអាចនិយាយបានឧទាហរណ៍ថា105យើងហៅថា105អញ្ចឹងទៅ105ឬក៏106 106ឬក៏បើគេនិយាយថា2005បងប្អូននិយាយថាម៉េចបើសិនជាយើងអត់ដឹងទេយើងអត់ចេះទេប៉ុន្តែដល់ពេលយើងដឹងយើងអានថានេះ thousand នេះ2005យើងអានថា2005ចុះបើ2500បងប្អូនអានថា2500ណា2500 2500ស្មើនឹង2005បងប្អូនសេមកបងប្អូនចង់សេបងប្អូនសេបាន5យើងថែមយើងសេអក្សរ5មក5ហើយ1000នេះមកហើយបន្ទាប់មកយើងដាក់100មកយើងដាក់500យើងសេអក្សរ500ទៀតមកឬក៏បើបងប្អូនចង់សរសេរថា
5,500បងប្អូនសេសមិញខ្ញុំប្រហែលជាប្រាប់បងប្អូនក៏មានន័យថាបើ2000យើងសរសេរអក្សរ 2 អក្សរ2 2000 ហើយ 500 2005 យើងដាក់ 5500 អូខេអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនយល់ចំណុចទាំងអស់ហ្នឹងហើយបងប្អូនបើសិនជាអត់យល់ទេបងប្អូនមើលវីដេអូនឹងចុះឡើងទៅបងប្អូនអាចយល់ហើយបើអត់យល់បងប្អូនខមមិនសួរខ្ញុំមកខ្ញុំប្រាប់តាមក្រោយអូខេអរគុណច្រើនហើយអញ្ចឹងសម្រាប់មេរៀននេះខ្ញុំគិតថាបញ្ចប់ប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងរៀនជាមួយខ្ញុំបន្តទៀតហើយដើម្បីបានមេរៀនថ្មីសូមបងប្អូនជួយ Subscribe ហើយនឹងចុចកណ្ដឹងមួយផងដើម្បីឲ្យបានទទួលមេរៀនថ្មីពេលដែលខ្ញុំ upload ចូលទៅណាអូខេសម្រាប់ពេលនេះខ្ញុំសូមជម្រាបលាបងប្អូនត្រឹមតែប៉ុណ្ណេះអូខេ Goodbye